នៅក៏ពេចយើងឥឡូវគេកំពុងតែមានការតាំងពិព័រណ៍ម្ហូបអាហារច្រើនសម្បូរបែបខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយនៅហ្នឹងគេមានលក់ត្រឹមតែម្ហូបទេសូម្បីតែគ្រឿងដាក់តាំងលម្អឬក៏ជាវត្ថុអនុស្សាវរីយ៍ឬក៏ជាប្រភេទគំនូរដែលគេធ្វើឡើងពីអង្គខ្មែរយើងបែបនេះក៏គេមានដាក់លក់ដែរអ្នកទាំងអស់គ្នាចឹងបើសិនជាមានបងណាដែលគាត់ចិត្តដើរញ៉ាំបែបលក្ខណៈ street food ឬក៏បែបលក្ខណៈម្ហូបខ្មែរជិបចប់អីអញ្ចឹងនៅនេះគឺមានសម្បូរបែបច្រើនមែនតើចឹងបើសិនជាចុងសប្តាហ៍បងអត់ដឹងថាទៅដើរលេងនៅកន្លែងណាដែលមានរបស់ញ៉ាំឆ្ងាញ់របស់លក់ច្រើនអីអញ្ចឹងបងអាចមក event foodie fair បានដោយសារតែឥឡូវ foodie fair គឺគេបានធ្វើត្រឡប់មករដូវកាលថ្មីនេះទៀតហើយចឹងស្តង់អាហារគឺមានរត់តែច្រើនមកបងប្អូនតាគ្នាចឹងបើសិនជាមានបងអូនណាដែលគាត់ចិត្តដើរ shopping បែបលក្ខណៈតាមស្តង់អីអញ្ចឹងគឺដឹងតែក្តីសុខគាត់ហ្មងប៉ុន្តែក៏អត់ទាន់អស់ដែរគេក៏មានជាការញ៉ាំបរិយាកាសជួយជាមួយនឹងលោកគ្រូដែលគាត់ឡើងមកឈៀងចបៃដងវែងដូចជាបងអ្នកជំនាញផ្សេងទៀតអញ្ចឹងណាចឹងពេលបងអូនតាគ្នាបានមកដើរញ៉ាំអីនៅស្តង់អាហារ foodie fair បងប្អូនតាគ្នាបានដើរញ៉ាំអីរបស់ឆ្ងាញ់បរិយាកាសស្រស់ស្រាយជាមួយនឹងការស្ដាប់បទចម្រៀងដែលពួកគាត់បានច្រៀងឲ្យយើងស្ដាប់នឹងទៀតគឺថាអារម្មណ៍ល្អខ្លាំងមែនតើហ្មងចឹងការតាំងពិព័រណ៍ម្ហូបអាហាររបស់ foodie fair ហ្នឹងគឺគេធ្វើឡើងនៅក្រោយអគារ The Elysee កោះពេជ្រហើយគឺគេធ្វើរៀងរាល់សុក្រសៅរ៍អាទិត្យប៉ុន្តែការតាំងពិព័រណ៍ម្ហូបអាហារនេះគឺគេធ្វើឡើងមានថ្ងៃខែកំណត់ណាហើយពេលដែលដើរចូលមកដល់កន្លែងនេះគឺក្តីសុខបំមនុស្សស្រីហ្មងមានតាំងពីកញ្ចក់បត់ខ្សែកគ្រឿង accessory ផ្សេងកវលកងដៃអីអញ្ចឹងណាដូចខ្ញុំអីចាប់អារម្មណ៍គ្រឿង accessory ដោយសារខ្ញុំចូលចិត្តអញ្ចឹងហើយពេលហ្នឹងក៏បានទិញបានជាបំពង់ដែរហើយអានេះវិញរបៀបលក្ខណៈអត់ដឹងថាហូបអីខ្លះហើយមានបតោងសោបតោងកបោបតោងអីអញ្ចឹងណាហើយបើកូនម៉ែវនេះវិញខ្ជូតខ្លាំងមែនតើហូមគឺដូចឆ្មាពិតហ្មងណាហើយបើតុក្កតា anime នេះវិញគឺថាមានគ្រប់រសជាតិចាគឺថាមានលក្ខណៈជាភ្នំជាផ្លូវជាតិអីអញ្ចឹងក៏បានដែរឆ្លាញ់ផ្លូវជាតិយកផ្លូវជាតិទៅបើនិយាយទៅបើសិនជាឲ្យរៀបរាប់ឬក៏ឲ្យបរិយាយអីគឺបរិយាយអស់ហើយដោយសារតែស្តង់នៅនឹងគឺមានច្រើនហើយរបស់ញ៉ាំក៏មានច្រើនដែរហើយបើមីស៊ុបកន្លែងនេះវិញតំណងខ្លាំងមែនតើមករបៀបប្រភេទមីប្រភេទកាទៀវគេនឹងគឺគ្រប់ពណ៌ហ្មងណាបើនិយាយទៅរបស់លក់នៅនេះគឺច្រើនខ្លាំងមែនតើហ្មងសឹងថាយើងឃ្លានអីក៏មានរបស់នឹងលក់ឲ្យយើងញ៉ាំដែរអញ្ចឹងបើបានមកដើរលេងស្តង់អាហារ foodie fair កាន់លុយឲ្យច្រើនមកព្រោះដោយសារតែទិញមួយគឺស្ដាយមួយហ្មងហើយបើកន្លែងបងស្រីនេះវិញគាត់លក់បែបលក្ខណៈជាប្រភេទទឹកមានណាត្រជាក់ញ៉ាំទៅគឺឆ្ងាញ់ហើយសំខាន់គឺក្លិនឈ្ងុយខ្លាំងមែនតើហើយមួយកែវហ្នឹងគឺ8000រៀលសាច់ច្រើនមែនតើហើយនេះចិត្តកន្លែងគាត់ហ្នឹងខ្ញុំឃើញមានលក់ជាមួយនឹងនំបញ្ចុកស្លខ្មែរយើងហើយចឹងខ្ញុំក៏បានដាក់នំបញ្ចុកស្លខ្មែរមួយចានដែរព្រោះដោយសារតែឃើញគាត់រៀបចំចេញមកគឺបន្លែស្រស់ហើយសំខាន់គឺរៀបចំបែបខ្មែរហើយបើនិយាយពីការដាក់តាំងលក់អាហារគេវិញគេមានលក្ខណៈជាប្រភេទដូចម្ដុំណាអ្នកនរគ្នាដូចរបៀបដូចនេះអញ្ចឹងម្ដុំហ្នឹងគឺគេលក់តែរបស់ខ្មែររបៀបសិប្បកម្មខ្មែរយើងធ្វើឡើងពីស្នាដៃកូនខ្មែររបស់ធម្មជាតិអីអញ្ចឹងណាគេមានជាប្រភេទតំណាប់ស្វាយក៏ដូចជាទឹកឃ្មុំសុតក៏ដូចជាលក្ខណៈបាយក្តាំងអីអញ្ចឹងដូចបាយក្តាំងនេះប្លែកហ្មងហើយបើសម្រាប់ស្តង់នេះវិញគឺគេមានលក់ជាមួយនឹងអង្គធម្មជាតិអញ្ចឹងអង្គដែលគាត់លក់គឺច្រើនប្រភេទខ្លាំងមែនតើសិតសឹងតែជាអង្គដែលញ៉ាំទៅគឺជំនួយដល់សុខភាពយើងអញ្ចឹងណាអញ្ចឹងបើសិនជាមានបងចង់ញ៉ាំរបស់ខ្មែរចង់ជួយគាំទ្រស្នាដៃកូនខ្មែរសិប្បកម្មរបស់ខ្មែរយើងអីអញ្ចឹងអាចមកស្តង់អាហាររបស់ foodie fair បាននិយាយរួមទៅគឺមានច្រើនសម្បូរបែបហ្មងដូចបងស្រីនេះអញ្ចឹងគាត់ជាម្ចាស់កៃខ្មែរបុរាណណាគាត់មានលក់ជាកបោផាហុំកសែងនិយាយទៅគឺច្រើនហ្មងហើយបើនិយាយពីម៉ូដកបោគាត់វិញក៏ច្រើនជម្រើសសម្រាប់ឲ្យយើងជ្រើសរើសដែរហើយសម្រាប់ស្តង់នេះវិញគឺជាស្តង់របស់លោកគ្រូដែលគាត់ដាក់តាំងជាមួយឧបករណ៍ចបៃដងវែងអញ្ចឹងបងប្អូនតាគ្នាអាចមកតេស្តលេងបានហើយបើចង់ចូលជាមួយនិធិទៅគាត់តិចតួចក៏បានដែរហើយបើសម្រាប់ស្តង់នេះវិញគឺមានលក់ជាមួយនឹងណែមស្បែកជ្រូកណែមសាច់ត្រីអីអញ្ចឹងណាគឺមកពីខេត្តបាត់ដំបងហ្មងអញ្ចឹងបងប្អូននឹងស្រាប់ទៅថាណែមមកពីបាត់ដំបងគឺឆ្ងាញ់ហ្មងណែមកន្លែងគាត់ក៏មានច្រើនប្រភេទដែរមានលក្ខណៈមានស្លឹកកតួតអត់ស្លឹកកតួតណែមស្បែកជ្រូកក៏ដូចជាណែមសាច់ត្រីអញ្ចឹងណាហើយបើខ្ញុំយកអានេះមកចកោមិនថាតែវាមានស្លឹកកតួតអញ្ចឹងខ្ញុំចូលចិត្តហើយឥឡូវហ្នឹងបងប្អូនតាគ្នាអាចមកមើលស្តង់ foodie fair របស់គេបានគឺថាច្រើនខ្លាំងឡើងដាច់កតុយភ្នែកហ្មងណាអញ្ចឹងបន្ទាប់ពីនោះបងប្អូនតាគ្នាមើលស្តង់អាហាររបស់ foodie fair អស់ហើយឥឡូវមកស្ដាប់លោកគ្រូជាងចបៃដងវែងម្ដងសូមជម្រាបសួរពុកម៉ែបងប្អូនដែលមកពីទីចិត្តទីឆ្ងាយកម្មវិធី foodie fair ពិតជាអស្ចារ្យផ្ដល់អាហារទីតាំងដ៏ប្រពៃបានបងប្អូនទាំងប្រុសទាំងស្រីខ្លាំងពុយកៅអីខ្លាំងឈរញ៉ាំហើយបើនិយាយពីបង MC នៅខាង foodie fair វិញគឺថាប៉ុនខាងបរិហាសាប់សាហាវយកនេះទៅហាថែមវិញមន់ចាក់បាត់អូឲ្យងាយមិនឲ្យប៉ុណ្ណាទៅបានមន់ចាក់បានអត់ដឹងពីគាត់ទេនៅក៏នៅសុកប្រមន់ចាក់អីចឹងណាអញ្ចឹងខ្ញុំបញ្ជាក់ថ្ងៃបងប្អូនតាគ្នាម្ដងទៀតសម្រាប់ event របស់ foodie fair គឺគេធ្វើឡើងនៅថ្ងៃទី14 15 16ហើយនៅសប្តាហ៍ក្រោយគឺថ្ងៃទី21 22 23ហើយឯដែលកាន់តែពិសេសជាងហ្នឹងគឺនៅថ្ងៃទី28 29 30គឺគេនឹងធ្វើឡើងនៅលើទឹកដីកោះនរាដែលមានឈ្មោះថានរាភូមិយើងអញ្ចឹងបើសិនជាបងប្អូនតាគ្នាចង់ដឹងអីបន្ថែមឬក៏មានចម្ងល់អីអាច comment សួរខ្ញុំនៅខាងក្រោមវីដេអូនឹងបានអរគុណ